សូមស្វាគមន៍មកកាន់កម្មវិធីចម្លើយសម្រាប់ថ្ងៃនេះចែករំលែកនៅចំណេះដឹងសំខាន់ចម្លើយជាក់ស្ដែងចំពោះបញ្ហាជួបប្រទះក្នុងជីវិតរស់នៅប្រចាំថ្ងៃបទពិសោធន៍ពិតដែលនិយាយអំពីជីវិតរបស់យើងសពថ្ងៃការតស៊ូផ្ទាល់ខ្លួនបញ្ហាប្រឈមនៅក្នុងគ្រួសារព្រះជាម្ចាស់នៅតែធ្វើការក្នុងជីវិតប្រចាំថ្ងៃរបស់យើងផ្ដល់ក្តីសង្ឃឹមនិងទិសដៅសូមគោរពនឹងជម្រាបសួរប្រិយមិត្តទាំងអស់របស់វិទ្យុគ្រួសារស្វាគមន៍សាជាថ្មីមកកាន់កម្មវិធីចម្លើយសម្រាប់ថ្ងៃនេះកម្មវិធីចម្លើយសម្រាប់ថ្ងៃនេះគឺជាកម្មវិធីខ្លីមួយដែលអាចជួយឲ្យជីវិតរបស់លោកអ្នកកាន់តែប្រសើរឡើងថ្ងៃនេះកម្មវិធីរបស់យើងនឹងផ្ដោតលើប្រធានបទការខិតខំនិងការតស៊ូដោយប្រើព្រះបន្ទូលនៃព្រះគម្ពីរពិតជាបានផ្ដល់នៅប្រាជ្ញាយ៉ាងជ្រាលជ្រៅអំពីរបៀបទទួលបានអំណរក្នុងជីវិតការខិតខំនិងការតស៊ូគឺជាផ្នែកមួយនៃការទទួលបានអំណរក្នុងជីវិតរបស់យើងដោយអនុវត្តតាមគោលការណ៍ព្រះគម្ពីរដូចជាជំនឿការទុកចិត្តនិងសេចក្តីស្រឡាញ់ការអត់ទោសការបន្ទាបខ្លួននិងការបម្រើលោកអ្នកបងប្អូននឹងអាចបង្កើតនូវចំណងដ៏រឹងមាំមួយដែលឆ្លុះបញ្ចាំងពីគោលបំណងរបស់ព្រះដើម្បីរកឃើញអំណរក្នុងជីវិតរស់នៅប្រចាំថ្ងៃតាមរយៈការងាររបស់យើងជាការពិតណាស់បងប្អូនជីវិតយើងម្នាក់ជីវិតរស់នៅសប្តាហ៍ថ្ងៃនេះគឺពោរពេញដោយបញ្ហាហើយពេលខ្លះយើងមានអារម្មណ៍ថាមិនថាយើងព្យាយាមខ្លាំងប៉ុណ្ណាទេយើងនៅតែទៅអត់បានឆ្ងាយសោះប្រហែលជាអ្នកបានធ្វើការមួយជាច្រើនឆ្នាំដោយមិនបានទទួលដំឡើងឋានៈមិនបានតម្លើងប្រាក់ខែព្យាយាមធ្វើអាជីវកម្មមួយហាក់អត់រីកចម្រើនទៅណាសោះនៅតែនឹងអត់ទៅមុខសោះឬក៏បានអធិដ្ឋានសម្រាប់ការទម្លុះទម្លាយដែលមិនទាន់បានកើតឡើងនៅឡើយអ្នកងាយនឹងបាក់ទឹកចិត្តហើយនឹងមិនចង់ធ្វើអ្វីតទៅទៀតឡើយប៉ុន្តែព្រះគម្ពីរពេញដោយការលើកទឹកចិត្តអំពីអំណាចនៃការខិតខំតស៊ូដោយបង្ហាញថាកាលណាយើងបន្តស្មោះត្រង់នោះព្រះនឹងគោរពដល់ការខិតខំរបស់យើងនៅក្នុងពេលកំណត់ដ៏ឥតខ្ចោះរបស់ទ្រង់ការខិតខំធ្វើការរបស់យើងនឹងទទួលបានផលហើយការខិតខំធ្វើការគឺជាគោលការណ៍ព្រះគម្ពីរមួយការខិតខំធ្វើការមិនត្រឹមតែជាទម្លាប់ល្អទេបងប្អូនប៉ុន្តែវាគឺជាគោលការណ៍ព្រះគម្ពីរមួយផងដែរជាក់ស្ដែងដូចជាបងប្អូនធ្លាប់ដឹងហើយតាំងពីដើមដំបូងមកព្រះបានរចនាយើងមកឲ្យធ្វើការមុនអំពើបាបចូលក្នុងពិភពលោកទៅទៀតព្រះបានដាក់អាដាមនៅក្នុងសួនអេដែនដើម្បីធ្វើការនិងថែសួននោះការងារមិនមែនជាបណ្ដាសានោះទេប៉ុន្តែគឺជាផ្នែកមួយនៃផែនការរបស់ព្រះសម្រាប់ជីវិតរបស់យើងព្រះបន្ទូលនៃព្រះរំលឹកយើងថាអស់ទាំងការដែលខំធ្វើសុទ្ធតែមានកម្រៃតែសម្ដីទទេនាំឲ្យក្រខ្សត់វិញព្រះគម្ពីរសុភាសិតជំពូក14ខ23នេះមានន័យថាការខិតខំនិងភាពឧស្សាហ៍នាំទៅរករង្វាន់រិះឯភាពខ្ជិលច្រអូសឬការគ្រាន់តែនិយាយអំពីក្តីសុបិនដោយគ្មានសកម្មភាពនឹងនាំទៅរកការខកចិត្តនោះឯងព្រះគម្ពីរមិនបានសន្យាអំពីភាពជោគជ័យដ៏ឆាប់រហ័សក្នុងពេលមួយយប់នោះទេប៉ុន្តែព្រះគម្ពីរសន្យាថាការខិតខំរបស់យើងនឹងបង្កើតផលផ្លែក្នុងពេលកំណត់របស់វាដៃរបស់មនុស្សដែលព្យាយាមនឹងបានឡើងគ្រប់គ្រងតែមនុស្សខ្ជិលច្រអូសនឹងទទួលការបម្រើវិញព្រះគម្ពីរសុភាសិតជំពូក12ខ24ប្រិយមិត្តអ្នកស្ដាប់ជាទីមេត្រីដូច្នេះកាលណាយើងបដិញ្ញាចិត្តខំប្រឹងធ្វើការនោះបានន័យថាយើងកំពុងតែរៀបចំខ្លួនសម្រាប់ឱកាសនិងការទទួលខុសត្រូវនិងព្រះពរកាន់តែធំសម្រាប់ជីវិតរបស់យើងការពុះពៀតស៊ូឆ្លងកាត់ការលបងលោការខំប្រឹងធ្វើការគឺជារឿងដ៏សំខាន់មែនទែនរិះឯការតស៊ូគឺជាកត្តាជំរុញឲ្យយើងបន្តទៅមុខនៅពេលដែលអ្វីមិនកើតឡើងឆាប់ក៏ដោយតាមអ្វីដែលយើងចង់បានយើងត្រូវតែពុះពៀទៅមុខទៀត
ដោយព្រះគម្ពីរពោពេញដោយឧទាហរណ៍អំពីមនុស្សដែលបានជួបទុក្ខលំបាកប៉ុន្តែគេអាចបានបោះបង់ចោលនៅក្នុងព្រះគម្ពីរសាច់រឿងរបស់លោកយូសែបគឺជាឧទាហរណ៍ល្អមួយគាត់ត្រូវបានបងលក់គាត់នឹងឲ្យទៅជាទាសករហើយគាត់បានរងការប្រឌិតចោទប្រកាន់គាត់បានជាប់គុកដោយអយុត្តិធម៌ប៉ុន្តែគាត់អត់បានឈប់ស្មោះត្រង់ទេចាគាត់នៅបន្តភាពស្មោះត្រង់របស់គាត់បានខំធ្វើការគ្រប់រដូវកាលនៃជីវិតរបស់គាត់មិនថាគាត់ជាទាសករនៅផ្ទះគេឬជាអ្នកទោសនោះឡើយនៅទីបំផុតលោកអ្នកបងប្អូនដឹងទេគាត់បានក្លាយទៅជានាយករដ្ឋមន្ត្រីនៃស្រុកអេស៊ីបតាមរយៈបញ្ហាទាំងអស់នេះលោកយូសែបបានទុកចិត្តថាព្រះគ្រប់គ្រងលើស្ថានភាពទាំងអស់ការតស៊ូរបស់គាត់បាននាំទៅរកលទ្ធផលដ៏អស្ចារ្យមែនទែនហើយជាទីគប់ចិត្តដែលគាត់អាចសង្គ្រោះប្រជាជាតិទាំងមូលរួមទាំងគ្រួសាររបស់គាត់ផងដែរពីគ្រោះទុរភិក្សលោកុបាទជំពូក37ខ50ព្រះគម្ពីរបានលើកទឹកចិត្តយើងថាមានពរហើយអ្នកណាដែលស៊ូទ្រាំនឹងសេចក្តីល្បួងត្បិតកាលណាត្រូវល្បួងលោឃើញថាខ្ជាប់ខ្ជួនហើយអ្នកនោះនឹងទទួលបានមង្គតនៃជីវិតដែលព្រះសន្យានឹងប្រទានឲ្យអស់អ្នកដែលស្រឡាញ់ព្រះអង្គព្រះគម្ពីរយ៉ាកុបជំពូក1ខ12ប្រិយមិត្តអ្នកស្ដាប់ជាទីមេត្រីព្រះជាម្ចាស់ទតឃើញការលំបាករបស់យើងហើយទ្រង់នឹងប្រទានរង្វាន់ដល់អ្នកណាដែលមិនបោះបង់ចូលទុកចិត្តលើព្រះថាការខិតខំនឹងទទួលបានផលតុល្យភាពដ៏សំខាន់មួយដែលយើងត្រូវមានគឺការខិតខំនិងការទុកចិត្តលើព្រះវាស្ដាប់មើលទៅមិនងាយទេបងប្អូនប៉ុន្តែយើងអាចធ្វើបានហើយវាមិនងាយនឹងនាំយើងធ្លាក់ទៅក្នុងអន្ទាក់នៃការគិតថាភាពជោគជ័យរបស់យើងអាស្រ័យទាំងស្រុងលើការខិតខំរបស់យើងផ្ទាល់នោះទេព្រះគម្ពីររំលឹកយើងម្ដងហើយម្ដងទៀតថាយើងត្រូវបានត្រាស់ហៅឲ្យធ្វើការដោយភាពឧស្សាហ៍ព្យាយាមប៉ុន្តែភាពជោគជ័យចុងក្រោយរបស់យើងកើតចេញពីព្រះជាម្ចាស់ដោយព្រះបន្ទូលបានចែងថាប្រសិនបើព្រះយេហូវ៉ាមិនសង់ផ្ទះទេអស់អ្នកដែលសង់ហ្នឹងធ្វើការឥតប្រយោជន៍ព្រះគម្ពីរទំនុកដំកើងខ127ជំពូក1នេះមានន័យថាយើងអាចប្រឹងធ្វើការបានប៉ុន្តែបើយើងមិនស្វែងរកព្រះハរតីរបស់ព្រះនិងពឹងអាងលើកម្លាំងរបស់ទ្រង់នោះទេការខិតខំរបស់យើងនឹងមិននាំមកនៅលទ្ធផលដ៏គង់វង្សស្ថិតស្ថេរទេប៉ុន្តែនៅពេលដែលយើងទុកចិត្តលើទ្រង់ផលទាំងអស់នឹងកើតឡើងដោយផែនការរបស់ព្រះដោយព្រះបន្ទូលនៃព្រះប្រទាននូវទស្សនៈត្រឹមត្រូវដល់យើងថាការអ្វីក៏ដោយដែលអ្នករាល់គ្នាធ្វើចូលធ្វើឲ្យអស់ពីចិត្តទុកដូចជាធ្វើថ្វាយព្រះអង្គម្ចាស់មិនមែនដល់មនុស្សទេព្រះគម្ពីរកូឡូសជំពូក3ខ23ដូច្នេះកាលណាយើងបដូរផ្នត់គំនិតរបស់យើងមកធ្វើការថ្វាយព្រះជាជាងធ្វើការដើម្បីប្រាក់ខែឬលាភសក្ការៈផ្ទាល់ខ្លួននោះការងាររបស់យើងคล้ายទៅជាទង្វើនៃការថ្វាយបង្គំមួយការប្រមូលផលកើតឡើងក្នុងពេលកំណត់ហើយខគម្ពីរដ៏លើកទឹកចិត្តធំបំផុតមួយសម្រាប់អ្នកដែលកំពុងតែស៊ូទ្រាំដើម្បីបានផលផ្លែនៃការខិតខំរបស់ខ្លួនគឺឲ្យយើងមិនត្រូវនឿយណាយនឹងធ្វើការល្អឡើយត្បិតបើយើងមិនរសាយចិត្តទេដល់ពេលកំណត់យើងនឹងច្រូតបានហើយព្រះគម្ពីរកាឡាទីជំពូក6ខ9ខគម្ពីរនេះពិតជារំលឹកយើងថាការខិតខំនិងការតស៊ូរបស់យើងនឹងទទួលបានផលទោះបីជាយើងមិនឃើញលទ្ធផលភ្លាមៗក៏ដោយកលឹះនោះគឺថាឲ្យយើងត្រូវតែបន្តធ្វើដោយទុកចិត្តលើពេលកំណត់ដ៏ឥតខ្ចោះរបស់ព្រះអង្គម្ចាស់ប្រិយមិត្តអ្នកស្ដាប់ជាទីមេត្រីសូមគិតអំពីកសិករនៅពេលដែលគាត់ព្រួសស្រូវគាត់អាចបានឃើញការច្រូតផលភ្លាមៗនោះទេគាត់បូមទឹកដាក់ស្រែបោចស្មៅដាក់ជីហើយរងចាំយ៉ាងអំណត់ទាំងដឹងថាការលូតលាស់កំពុងតែកើតឡើងទោះបីជាគាត់មើលឃើញឬក៏មើលពុំឃើញក៏ដោយ
វាដូចគ្នាសម្រាប់យើងដែរមិនថាយើងកំពុងតែធ្វើការក្នុងអាជីពការងារកំពុងចិញ្ចឹមអប់រំកូនចៅកំពុងបម្រើក្នុងពន្ធកិច្ចឬកំពុងជួបបញ្ហាផ្ទាល់ខ្លួននោះទេយើងត្រូវតែបន្តដាំគ្រាប់ពូជនៃភាពស្មោះត្រង់ហើយទុកចិត្តថាព្រះនឹងនាំមកនៅការប្រមូលផលក្នុងពេលកំណត់របស់ទ្រង់ការលើកទឹកចិត្តក្នុងការបន្តទៅមុខក៏នាំមកនូវការផ្លាស់ប្រែផងដែរបើអ្នកមានអារម្មណ៍នឿយហត់ឬមួយក៏បាក់ទឹកចិត្តចូលមានកម្លាំងឡើងព្រះទ្រង់គង់ជាមួយយើងព្រះទតឃើញការខិតខំរបស់អ្នកទ្រង់ឃើញពីការលំបាកការតស៊ូរបស់អ្នកហើយអ្វីដែលសំខាន់ទ្រង់មានផែនការសម្រាប់ជីវិតអ្នកហើយទ្រង់កំពុងតែធ្វើការពីក្រោយខ្នងអ្នកទោះបីជាពេលខ្លះអ្នកមើលមិនឃើញអ្នកមិនដឹងក៏ដោយក៏ទ្រង់នៅតែកំពុងតែធ្វើការដែរដូច្នេះចូលរក្សាជំនឿនិងក្តីសង្ឃឹមក្នុងគំនិតរបស់អ្នកចូលបន្តបង្ហាញខ្លួនធ្វើអ្វីដែលអ្នកត្រូវធ្វើចូលបន្តធ្វើរឿងដែលត្រឹមត្រូវបន្តទុកចិត្តលើព្រះព្រោះព្រះអង្គទ្រង់ស្មោះត្រង់ពេលកំណត់មកដល់ពេលវេលាដ៏ឥតខ្ចោះរបស់ទ្រង់មកដល់អ្នកនឹងឃើញរង្វាន់នៃការខំប្រឹងរបស់អ្នកមិនខានដោយលោកសាវកប៉ុលបានបង្រៀនអំពីសេចក្តីពិតនេះទៅកាន់ក្រុងកូរិនថូសដែលនៅអនុវត្តបានសម្រាប់យើងដល់សប្តាហ៍ថ្ងៃនេះថាដូច្នេះបងប្អូនស្ងួនភ្ងាអើយចូលឈរឲ្យមាំមួនគុំរង្គើទាំងធ្វើការព្រះអង្គម្ចាស់ឲ្យបរិបូរណ៍ជានិច្ចដោយដឹងថាកិច្ចការដែលអ្នករាល់គ្នាខំប្រឹងក្នុងព្រះអង្គម្ចាស់នោះមិនអត់ប្រយោជន៍ឡើយព្រះគម្ពីរកូរិនថូសខ្សែទី1ជំពូក15ខ58ដូចនេះការអ្វីក៏ដោយដែលអ្នកកំពុងតែធ្វើមិនថាជាការងាររបស់អ្នកផ្ទាល់ខ្លួនឬមួយក៏គ្រួសាររបស់អ្នកជំនឿរបស់អ្នកឬក៏គោលដៅផ្ទាល់ខ្លួនដែរចូលបន្តទៅមុខកុំបោះបង់ចោលបន្តអធិដ្ឋានបន្តទុកចិត្តព្រះជានិច្ចព្រោះព្រះអង្គគង់ជាមួយអ្នកគ្រប់ពេលវេលាហើយទ្រង់នឹងប្រទានពរដល់ការតស៊ូការព្យាយាមរបស់អ្នកជាក់ជាមិនខានចូលអធិដ្ឋានសូមការដឹកនាំពីព្រះនៅពេលដែលអ្នកស្វែងរកភាពជោគជ័យសម្រាប់ជីវិតនេះខ្ញុំសង្ឃឹមជឿជាក់ថាអ្នកនឹងស្ដាប់កម្មវិធីចម្លើយសម្រាប់ថ្ងៃនេះជារៀងរាល់ថ្ងៃនៃជីវិតរបស់អ្នកជួបគ្នានៅកម្មវិធីក្រោយហើយសូមចាំថាព្រះជាម្ចាស់ស្រឡាញ់អ្នកហើយនឹងខ្ញុំ